បាទជំរាបសួរបងប្អូនបាទតែងតែគ្រប់ត្រូលបាទផេកច្រវ៉ាទាំងអស់គ្នាបាទសូមអញ្ជើញបងប្អូនមកទស្សនាបាទទូកចំនួនមួយគូនេះគឺជាការប្រកួតរវាងបាទខ្សែទឹកខាងក្នុងបាទគឺជាទូកដែលមានឈ្មោះថារតនៈសង្គមពងពានដែតសែនជ័យបាទទូកនេះគឺមកពីវត្តសវណ្ណអូសៀនបាទហៅវត្តវារបងបាទស្រុកពីមជោខេត្តព្រៃវែងបាទចំណែកខ្សែទឹកខាងក្រៅដែលមានឯកសន្តានពណ៌លឿងនោះគឺជាទូកដែលមានឈ្មោះថាព្រះទីនាងបាទទូកព្រះទីនាងនេះគឺស្ថិតនៅវត្តព្រែកអំពិលបាទក្រុងអរិយស័ព្ទបាទខេត្តកណ្ដាលបាទឥឡូវជើងទី1បាទជើងទី1នេះបាទខ្សែទឹកខាងក្រៅកំពុងតែមានព្រៀបបាទជាងខាងក្នុងបន្តិចបាទតែអត់ស៊ីសងនេះទេគូនេះបាទមកវិញស្មើគ្នាល្អណាស់បាទសង្គមពងពានដែតនេះគឺបាទជាទូកមួយដែលល្អដែរបាទថ្មីត្បិតតែបាទមុនការប្រកួតមួយថ្ងៃគឺគាត់មានបញ្ហាបាក់ក្តារស៊ីវតែដោយសារបាទគាត់កែសម្រួលតាន់ពេលវេលាឥឡូវបាទឃើញថាក្នុងជើងទី1នេះទទួលជ័យជំនះហើយបាទទៅលើព្រះទីនាងបាទចូលដល់ជើងទី2គឺបាទផ្លាស់ប្ដូរខ្សែទឹកបាទសង្គមពងពាយបាទផ្លាស់ទៅនៅខ្សែទឹកខាងក្រៅដែលមានឯកសន្តានពណ៌បាទស្លាទុំបាទលឿងចាស់បាទចំណែកឯព្រះទីនាងហ្នឹងគឺផ្លាស់ប្ដូរមកនៅខ្សែទឹកខាងក្នុងបាទឯកសន្តានពណ៌លឿងបាទជើងចង្វាពណ៌សឥឡូវហាក់ដូចជាចាញ់ព្រៀបខ្សែទឹកខាងក្រៅបន្តិចហើយបាទមិនបន្តិចទេបាទចាញ់ច្រើនបាទក្នុងជើងទី2បាទខ្សែទឹកនេះអាចថាខ្សែទឹកខាងក្រៅរៀងល្អជាងបន្តិចបាទដោយសារតែបាទជើងទី1នេះគឺបាទសង្គមពងពីបាទដែតនេះគឺឈ្នះតែបន្តិចបន្តួចទេតែដល់ពេលមកជើងទី2នេះទៅនៅខ្សែទឹកខាងក្រៅនេះគឺឈ្នះដាច់បាទឈ្នះដាច់ទៅលើព្រះទីនាងបាទឥឡូវមកដល់ទីប្រត់ហើយបាទក្នុងជើងទី2នេះ